ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតដើម្បីបង្ហាញអ្នកទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹង worksheet អញ្ចឹងកាលពីថ្ងៃមុនអ្នកទាំងអស់គ្នាបានសិក្សារួចមកហើយតាក់ទងជាមួយនឹង title bar អញ្ចឹងថ្ងៃនេះយើងមកដល់ចំណុចទី2តាក់ទងជាមួយនឹង ribbon bar តោះអញ្ចឹងកុំឲ្យខាតពេលយូរសូមអ្នកទាំងអស់គ្នាទៅតាមដានតាក់ទងជាមួយនឹងមេរៀនរបស់យើងទាំងអស់គ្នាអញ្ចឹងយើងបានមកដល់ផ្ទាំង worksheet របស់យើងហើយអញ្ចឹងមុននឹងឈានទៅដល់មេរៀនរបស់យើងខ្ញុំសូមបញ្យល់តាក់ទងជាមួយនឹងអ្វីទៅជា ribbon bar តាក់ទងជាមួយនឹង ribbon bar គឺជារបារមួយដែលសន្ធិដ្ឋនៅលើកម្មវិធី Excel មានប៊ូតុងនិងមុខងារផ្សេងៗសម្រាប់ប្រើប្រាស់ Excel ឲ្យបានលឿននិងមានភាពងាយស្រួលអញ្ចឹងខ្ញុំសូមបញ្យល់នៅត្រង់ចំណុចនេះបន្តិចអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅលើតាក់ទងជាមួយនឹងប្រអប់ក្រហមដែលខ្ញុំបានបង្ហាញអានេះគឺជាតាក់ទងជាមួយនឹង ribbon bar អ្នកទាំងអស់គ្នាប្រកាសជាឃើញ tab ជាច្រើននៅត្រង់ចំណុចហ្នឹងហើយអញ្ចឹងនៅក្នុង tab នីមួយៗសុទ្ធតែមានប៊ូតុងនិងមុខងារផ្សេងៗគ្នាក្នុងការបំពេញការងារប្រចាំថ្ងៃរបស់យើងបាទអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថា tab របស់ ribbon bar ហ្នឹងមានអ្វីខ្លះអញ្ចឹងខ្ញុំសូមបង្ហាញបើយើងធ្វើការមើលទៅលើផ្ទាំង Excel របស់យើងឃើញថា tab ទាំងអស់មាន10អញ្ចឹង tab ទី1គឺតាក់ទងជាមួយនឹង home tab ចំណែក tab ទី2គឺ insert tab ទី3គឺ page layout tab ទី4គឺ formula tab ទី5 data tab ទី6គឺ review និង tab ទី7គឺ view និងចំណែក tab ទី8តាក់ទងជាមួយនឹង developer និង tab ទី9គឺ analysis ចំណែក tab ចុងក្រោយតាក់ទងជាមួយនឹង help ដោយអ្វីដែលខ្ញុំបានធ្វើការលើកឡើងពីខាងដើមអានេះគឺជា tab សំខាន់នៅក្នុង ribbon bar បាទអញ្ចឹង tab នីមួយៗសុទ្ធតែមាន function ឬក៏តួនាទីផ្សេងៗគ្នាទៅតាមមុខងាររៀងៗខ្លួនបាទអញ្ចឹងខ្ញុំនឹងធ្វើការសង្ខេបតាក់ទងជាមួយនឹង tab នីមួយៗថា tab នីមួយៗហ្នឹងមានតួនាទីធ្វើអ្វីខ្លះបាទដោយអ្វីដែលអ្នកនរគ្នាបានឃើញនៅលើ worksheet របស់យើងតាក់ទងជាមួយនឹង home tab អញ្ចឹង home tab វាគឺជា tab មួយដែលសំខាន់នៅក្នុងការងារប្រចាំថ្ងៃរបស់យើងអញ្ចឹងមុខងារតាក់ទងជាមួយនឹង tab នេះវាអនុញ្ញាតឲ្យអ្នកនរគ្នាធ្វើការ change font អក្សរពង្រួមឬក៏ពង្រីកតាក់ទងជាមួយនឹង font អក្សរបន្ថែមពីនោះក៏អ្នកនរគ្នាអាចធ្វើការ copy ឬក៏ cut cell ណាមួយទៅចំណុចណាមួយផងដែរលើពីនេះអ្នកទាំងគ្នាអាចធ្វើការ change ពណ៌អក្សរធ្វើការតម្រឹមឆ្វេងស្ដាំហើយនឹងធ្វើការកំណត់ format ផ្សេងៗបើអ្នកទាំងអស់គ្នាក៏លេចទៅមើល tab ទី2តាក់ទងជាមួយនឹង insert tab អញ្ចឹង tab នេះមានតួនាទីក្នុងការបង្កើតតារាងបង្កើត graphic បង្កើតក្បាលទំព័រឬក៏ជើងទំព័រជាដើមបន្ថែមពីនោះក៏វាអាចបង្កើត shape ផ្សេងៗទៅតាមតម្រូវការចាំបាច់របស់យើងផងដែរចំណែក tab ទី3របស់យើងគឺតាក់ទងជាមួយនឹង page layout អញ្ចឹងតាក់ទងជាមួយនឹង tab layout អ្នកទាំងអស់គ្នាអាចធ្វើការកំណត់ទំហំទំព័រឬក៏ទំហំกระดาษឬក៏អាចកំណត់ឆ្វេងស្ដាំនៅក្នុង tab នេះបានហើយបន្ថែមពីនោះអ្នកទាំងគ្នាអាចធ្វើការ change ពណ៌ទៅលើ background នៃទំហំកិច្ចការងាររបស់យើងផងដែរបាទអញ្ចឹងមកដល់ tab ទី4តាក់ទងជាមួយនឹង formula អញ្ចឹង formula គឺជា tab មួយដែលអនុញ្ញាតឲ្យអ្នកទាំងគ្នាធ្វើការសរសេររូបមន្តឬក៏ check មើលនៅចំណុច error នៅក្នុង cell របស់យើងអញ្ចឹងនៅក្នុង tab នេះវាមានមុខងារច្រើនទៀតដែលអាចធ្វើឲ្យយើងធ្វើការគណនាឬក៏ប្រើប្រាស់រូបមន្តសម្រាប់ការងារប្រចាំថ្ងៃរបស់យើងផងដែរមកដល់ tab បន្ទាប់តាក់ទងជាមួយនឹង tab ទី5គឺតាក់ទងជាមួយនឹង data បាទអញ្ចឹង tab នេះវាមានមុខងារសំខាន់តាក់ទងជាមួយនឹងការយក data ធ្វើការវិភាគទិន្នន័យជាដើមដូចជាការធ្វើការ forecasting ឬក៏តាក់ទងជាមួយនឹងការសរទិន្នន័យឬតាក់ទងជាមួយនឹងការធ្វើការ remove ទៅលើ data ណាដែលមានភាពស្ទួនជាដើមមកដល់តាក់ទងជាមួយនឹង tab មួយទៀតតាក់ទងជាមួយនឹង tab ទី6តាក់ទងជាមួយនឹង review អញ្ចឹង tab នេះវាអនុញ្ញាតឲ្យអ្នកទាំងគ្នាធ្វើការ log ទៅលើ workbook ឬក៏ sheet របស់អ្នកទាំងគ្នាឬតាក់ទងជាមួយនឹងការ comment ឬក៏ note ទៅលើផ្នែកណាមួយនៃ cell របស់យើងនៅលើផ្ទាំងស្លឹកការងាររបស់យើង tab ទី7នឹងតាក់ទងជាមួយនឹង view អញ្ចឹង view tab នេះវាអនុញ្ញាតឲ្យអ្នកទាំងគ្នាធ្វើការ zoom ឬក៏ពង្រួមឬក៏ពង្រីកតាក់ទងជាមួយនឹងផ្ទៃការងាររបស់យើងហើយបន្ថែមពីនោះក៏វាអាចអនុញ្ញាតឲ្យអ្នកទាំងគ្នាធ្វើការ custom ទៅលើ worksheet របស់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងយើងមកដល់ tab ទី8អញ្ចឹង tab ទី8តាក់ទងជាមួយនឹង developer អញ្ចឹង developer វាគឺជា tab មួយដែលអនុញ្ញាតឲ្យអ្នកទាំងគ្នាតាក់ទងជាមួយនឹងការសរសេរ code ឬក៏ចង code ទៅតាមអ្វីដែលអ្នកគ្នាចង់បានឬក៏ទៅតាមការងារជាក់ស្ដែងរបស់អ្នកទាំងអស់គ្នាអញ្ចឹងយើងមកដល់ tab ទី9តាក់ទងជាមួយនឹង analysis អញ្ចឹង analysis វាគឺជា tab មួយដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការទាញយកទិន្នន័យរបស់អ្នកទាំងអស់គ្នាយកមកធ្វើការវិភាគដើម្បីធ្វើការសម្រេចចិត្តណាមួយបាទអញ្ចឹងយើងមកដល់ tab ចុងក្រោយហើយគឺ tab ទី10តាក់ទងជាមួយនឹង help អញ្ចឹង tab help វាអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាធ្វើការស្វែងរកជំនួយដែលអាចសួរពីបញ្ហាតាក់ទងជាមួយនឹងកម្មវិធី Excel ឬក៏យើងអាចធ្វើការ feedback ទៅលើចំណុចខ្វះខាតនៅក្នុងកម្មវិធីនេះផងដែរបាទដោយអ្វីដែលខ្ញុំធ្វើការរៀបរាប់ពីខាងដើមនេះគឺជាការសង្ខេបខ្លីៗពាក់ព័ន្ធជាមួយនឹង tab នីមួយៗអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងលម្អិតតាក់ទងជាមួយនឹង tab នីមួយៗឲ្យកាន់តែលម្អិតអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់